បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលគ្រឿងផ្សំសម្រាប់យើងស្ងោរជ្រក់អំគីបងណាចំពោះគ្រឿងផ្សំមានដូចជាប្រសិទ្ធចម្បាំងចំពោះប្រសិទ្ធចម្បាំងខ្ញុំទិញប្រហែលជា3ខាំបងណាហ្នឹងហើយបន្ទាប់ពីប្រសិទ្ធចម្បាំងហើយបងប្អូនមកមើលទៀតដូចជាគ្រឿងឈ្ងុយបាទគ្រឿងឈ្ងុយរបស់យើងហ្នឹងមានដូចជាខ្ទឹមក្រហមគល់ក្រៃស្លឹកក្រូចសើចរំដេងអញ្ចឹងទៅបងប្អូនណាបាទបន្តមកទៀតមានដូចជាបង្គាបងប្អូនណាចំពោះបង្គាហ្នឹងខ្ញុំទិញប្រហែលជា3ខាំបងប្អូនណាដោយសារតែខ្ញុំស្ងោរប្រហែលជាមួយចានទេបងប្អូនណាហ្នឹងហើយបាទហ្នឹងហើយបន្ទាប់ពីបង្គាមកទៀតបងប្អូនណាមានដូចជាគ្រឿងទេសចំពោះគ្រឿងទេសបងប្អូនដឹងស្រាប់ហើយមានដូចជាម្សៅស៊ុបបាទមានដូចជាអំបិលមានដូចជាប៊ីចេងបាទហ្នឹងហើយប៊ីចេងស្ករសទឹកត្រីអីចឹងទៅបងប្អូនណាហ្នឹងហើយបាទហើយបន្តមកទៀតសូមបងប្អូនមកមើលនៅជីបាទនៅជីស្ងោរជ្រូករបស់យើងសម្រាប់តែយើងដល់ពេលយើងស្ងោរឆ្អិនហើយបាទយើងបង់ជីចូលនៅក្នុងស្ងោរជ្រូករបស់យើងអញ្ចឹងណាបងប្អូនគ្នាបាទអញ្ចឹងបងប្អូនដឹងស្រាប់ហើយបាទជីស្ងោរជ្រូកមានដូចជាជីនឹងវងបាទមានដូចជាម្ទេសមានដូចជាជីរណាមានក្រូចឆ្មាមានសឹកខ្ទឹមអីចឹងណាបងប្អូនណាហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបងប្អូនណាហ្នឹងហើយសូមបងប្អូនទៅមើលរបៀបនៃការស្ងោរជ្រូកបង្គាជាមួយនឹងខ្ញុំបាទពូរ៉ាទាំងអស់គ្នាបងប្អូនណាតោះបងប្អូនបាទជាដំបូងបងប្អូនត្រូវតែយកឆ្នាំងមកបងប្អូនយកមកដាក់នៅលើចង្ក្រានហ្គាសបាទហើយបងប្អូនកាច់បើកនៅភ្លើងហ្គាសតែម្ដងនោះបងប្អូនហ្នឹងហើយបន្តមកទៀតហ្នឹងហើយបងប្អូនចាក់នៅទឹកចូលមកបងប្អូនណាហ្នឹងហើយចំពោះទឹកហ្នឹងខ្ញុំប្រើប្រហែលជា1លីត្រទេបងប្អូនណាហ្នឹងហើយសម្រាប់ដាក់ស្ងោរជ្រូកអញ្ចឹងណាបងប្អូនអរគ្នាបាទដោយសារតែខ្ញុំស្ងោរប្រហែលជាមួយចានទេបងប្អូនណាហ្នឹងហើយបាទបន្ទាប់ពីបានចាក់ទឹកចូលនៅក្នុងឆ្នាំងហើយបាទអញ្ចឹងយើងត្រូវតែដាក់ដាំទឹកហ្នឹងឲ្យពុះសិនបងប្អូនណាហ្នឹងហើយដាំយើងបង់នៅគ្រឿងឈ្ងុយយើងចូលអញ្ចឹងបងប្អូនអរគ្នាបាទឥឡូវខ្ញុំសូមគ្របទុកសិនទៅដើម្បីឲ្យទឹកយើងពុះសិនបងប្អូនណាបាទបន្ទាប់ពីទឹកដែលខ្ញុំបានដាំហ្នឹងពុះហើយបងប្អូនអរគ្នាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីទឹកបានដាំពុះហើយខ្ញុំក៏សូមបើកគម្របឆ្នាំងចេញតែម្ដងទៅបងប្អូនណាដើម្បីខ្ញុំបង់នៅគ្រឿងឈ្ងុយរបស់យើងចូលតែម្ដងបងប្អូនណាបាទបន្ទាប់ពីខ្ញុំបានបង់នៅគ្រឿងឈ្ងុយចូលអស់ហើយទឹកយើងក៏ចាប់ដើមពុះម្ដងទៀតបងប្អូនណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីទឹកយើងបានពុះម្ដងទៀតហើយបាទខ្ញុំក៏ចាប់ដើមដាក់បង្គាចូលនៅក្នុងឆ្នាំងតែម្ដងទៅបងប្អូនណាហ្នឹងហើយបាទបាទពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានបង់បង្គាហើយទឹកក៏ចាប់ដើមពុះមួយសាទៀតខ្ញុំក៏ចាប់ដើមបាទបង់នៅផ្សិតចំបើងចូលតែម្ដងបងប្អូនណាបាទឥឡូវបន្ទាប់ពីបង់នៅផ្សិតចំបើងចូលហើយខ្ញុំចាប់ដើមបង់នៅគ្រឿងក្រៅបាទគ្រឿងទេសនឹងចូលតែម្ដងណាបាទឥឡូវខ្ញុំសូមដាក់វីចេងណាវីចេងខ្ញុំប្រើប្រហែលជាចុងស្លាបព្រាបាទខ្ញុំប្រើមួយចុងស្លាបព្រាអំបិលបងប្អូនណាខ្ញុំប្រើតែបន្តិចទេមួយចុងស្លាបព្រាបន្តិចទេបងប្អូនណាខ្លាយប្រៃបាទស្ករសបាទស្ករសខ្ញុំប្រើប្រហែលជាកន្លះស្លាបព្រាបាយបងប្អូនណាបាទបន្តមកទៀតទឹកត្រីបាទទឹកត្រីខ្ញុំប្រើមួយស្លាបព្រាបាទបន្ទាប់បានបង់នៅគ្រឿងក្រៅចូលរួចរាល់ហើយបងប្អូនយកវែកមកកូរវាបន្តិចទៀតបងប្អូនណាហ្នឹងហើយ